ប្រវត្តិសង្គ្រាមឈូងសមុទ្រសង្គ្រាមឈូងសមុទ្រពាក់ឬក៏អ្នកខ្លះហៅថាប្រតិបត្តិការព្យុះខ្សាច់ឬក៏សង្គ្រាមឈូងសមុទ្រលើកទី1បានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ1991បន្ទាប់ពីប្រធានាធិបតីប្រទេសអ៊ីរ៉ាក់មានឈ្មោះថាសាដាមហ៊ូសេនបញ្ជាកងទ័ពចូលឈ្លានពានប្រទេសជិតខាងរបស់ខ្លួនគឺប្រទេសគុយវ៉េតនៅដើមខែសីហាឆ្នាំ1990ដោយឃើញសភាពការកាន់តែមិនស្រួលមហាអំណាចនៅក្នុងតំបន់អារ៉ាប់ដែលមានដូចជាអារ៉ាប៊ីសាអូឌីតហើយនិងអេស៊ីបក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិកហើយនិងប្រជាជាតិប្រទេសលោកខាងលិចដទៃទៀតចូលមកអន្តរាគមន៍សាដាមហ៊ូសេនមេដឹកនាំដ៏មានអំណាចរបស់ប្រទេសអ៊ីរ៉ាននៅពេលនោះបានបដិសេធការទាមទាររបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដែលឲ្យអ៊ីរ៉ាក់ត្រូវទៅដកកងទ័ពចេញពីគុយវ៉េតនៅពេលកណ្ដាលខែ1ឆ្នាំ1991បន្ទាប់ពីការបដិសេធនេះប្រតិបត្តិការព្យុះខ្សាច់បានចាប់ផ្ដើមឡើងដោយអាមេរិកបានដឹកនាំកងទ័ពអន្តរជាតិវាយប្រហារទៅលើកងទ័ពអ៊ីរ៉ាក់មាន K-Store App ស្រួលនោះស្រួលតាមបានបន្ទុកសន្សំពីហាងរាប់ពាន់នៅក្នុងកម្មវិធីតែមួយលែងព្រួយភ័ន្តច្រឡំទៀតហើយឈប់អ្នកក៏អាចដូរបន្ទុកយករង្វាន់នៅក្នុង App ផងដែរ Shop Smart Shop with K-Store រយៈពេល42ថ្ងៃនៅក្នុងការវាយប្រហារនេះប្រធានាធិបតីរបស់អាមេរិកលោក George W. Bush ក៏បានប្រកាសបទចុះបាញ់នៅថ្ងៃទី28ខែ2ឆ្នាំ1991គិតមកត្រឹមពេលនោះកងទ័ពជាច្រើនរបស់ប្រទេសអ៊ីរ៉ាក់ឈរជើងនៅលើទឹកដីគុយវ៉េតបានប្រកាសចោះចាញ់និងមួយចំនួនទៀតនោះបានរត់ភៀសខ្លួនបាត់អ្វីដែលបានដឹកឡើងមកនេះគ្រាន់តែជាសេចក្តីសង្ខេបតែប៉ុណ្ណោះជាបន្តសូមអញ្ជើញលោកអ្នកទស្សនាលម្អិតអំពីសង្គ្រាមឈូងសមុទ្រពាក់ទី1ដើមចោមនៃសង្គ្រាមឈូងសមុទ្រពាក់សង្គ្រាមដ៏រ៉ាំរ៉ៃរវាងប្រទេសអ៊ីរ៉ង់និងប្រទេសអ៊ីរ៉ាក់បានបិទបញ្ចប់ជាមួយនឹងការធ្វើអន្តរាគមន៍ពីសំណាក់អង្គការសហប្រជាជាតិហើយបង្កើតឲ្យមានបទឈប់បាញ់គ្នានៅក្នុងខែសីហាឆ្នាំ1988ក៏ប៉ុន្តែមកដល់ពេលកណ្ដាលឆ្នាំ1990ប្រទេសទាំងពីរនេះនៅមិនទាន់មានការចរចាគ្នាឲ្យដាច់ស្រេចបង្កើតជាសន្ធិសញ្ញាសន្តិភាពជាអចិន្ត្រៃយ៍នៅឡើយទេនៅពេលដែលរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ាក់និងប្រទេសអ៊ីរ៉ង់បានជួបគ្នានៅក្នុងទីក្រុងជេណូវ៉ានៅក្នុងខែកក្កដាឆ្នាំ1990នៅក្នុងជំនួបនោះពួកគេបានរកឃើញពន្លឺសន្តិភាពជាបណ្ដាមេដឹកនាំរបស់ប្រទេសអ៊ីរ៉ាក់គឺលោកសាដាមហ៊ូសេនត្រៀមរៀបចំនៅក្នុងការរំសាយចំនួនជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយដកកងទ័ពចេញពីទឹកដីដែលកងទ័ពរបស់ប្រទេសអ៊ីរ៉ាក់កំពុងតែឈរជើងប៉ុន្តែពីសប្តាហ៍ក្រោយមកសាដាមហ៊ូសេនបានប្រកាសជាសាធារណៈថាគុយវ៉េតមានភាពមិនស្មោះត្រង់ដោយបានលួចបូមយកប្រេងដែលស្ថិតនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីររឿងនេះអ៊ីរ៉ាក់មិនសុខចិត្តចដាច់ខាតមិនតែប៉ុណ្ណោះសាដាមហ៊ូសេនក៏បានទាមទារឲ្យប្រទេសអារ៉ាប៊ីសាអូឌីតហើយនិងប្រទេសគុយវ៉េតត្រូវតែលុបចោលបំណុលដែលប្រទេសអ៊ីរ៉ាក់ជំពាក់ពួកគេប្រមាណជា$30 លានអាមេរិកហើយលោកសាដាមហ៊ូសេនក៏បានចោទប្រទេសទាំងពីរនេះថាបានទម្លាក់តម្លៃប្រេងដើម្បីបង្កប់ចិត្តប្រទេសលោកខាងលិចដែលទិញប្រេងពីតំបន់មជ្ឈិមបូព៌ាមិនត្រឹមតែនិយាយនឹងមាត់ទេសាដាមហ៊ូសេនក៏បានបញ្ជូនកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ឆ្ពោះទៅកាន់ព្រំដែនជាប់ជាមួយនឹងប្រទេសគុយវ៉េតទៀតផងនៅពេលដែលមើលឃើញស្ថានភាពមិនសូវស្រួលប្រធានាធិបតីរបស់ប្រទេសអេស៊ីបនៅពេលនោះមានឈ្មោះថាហ៊ូស្នីមូបារ៉ាក៏បានបើកកិច្ចចរចាមួយរវាងប្រទេសអ៊ីរ៉ាក់ហើយនិងប្រទេសគុយវ៉េតដើម្បីកុំឲ្យមានអន្តរាគមន៍ពីសំណាក់សហរដ្ឋអាមេរិកឬក៏ប្រទេសលោកខាងលិចនៅក្នុងតំបន់សាដាមហ៊ូសេនមេដឹកនាំប្រទេសអ៊ីរ៉ាក់បានដកខ្លួនពីតុចរចាបន្ទាប់ពីជជែកគ្នាមិនត្រូវរយៈពេល2ម៉ោងហើយនៅថ្ងៃទី2ខែសីហាឆ្នាំ1990សាដាមហ៊ូសេនក៏បានបញ្ជាឲ្យឈ្លានពានគុយវ៉េតនៅពេលនោះសាដាមហ៊ូសេនសង្ឃឹមថាសម្ព័ន្ធមិត្តអារ៉ាប់នឹងគ្រប់គ្រងខ្លួននៅក្នុងការឈ្លានពានចូលគុយវ៉េតមិនអាចគ្រប់គ្រងគុយវ៉េតជាដាច់ខាតហើយក៏មិនអំពាវនាវឲ្យមហាអំណាចពីខាងក្រៅលូកដៃចូលសង្គ្រាមនេះផងដែរផ្ទុយពីការរំពឹងទុកមួយនេះសមាជិកសម្ព័ន្ធអារ៉ាប់ដែលមានចំនួន21ប្រទេសមានរត់ទៅ2ភាគ3បាននាំគ្នាថ្កោលទោសប្រទេសអ៊ីរ៉ាក់ដែលបានឈ្លានពានចូលប្រទេសគុយវ៉េតមិនតែប៉ុណ្ណោះព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតស្ដេចហ្វាតបានរួមគ្នាជាមួយនឹងរដ្ឋាភិបាលនិរទេសរបស់ប្រទេសគុយវ៉េតស្នើឲ្យអាមេរិកនិងសមាជិកអង្គការ NATO ចូលអន្តរាគមន៍ទី2ការឈ្លានពានរបស់អ៊ីរ៉ាក់ចូលទៅកាន់ប្រទេសគុយវ៉េតប្រធានាធិបតីរបស់អាមេរិកលោក George W. Bush បានប្រកាសថ្កោលទោសភ្លាមៗចំពោះទង្វើឈ្លានពានរបស់អ៊ីរ៉ាក់ទៅកាន់ប្រទេសគុយវ៉េតចំណែករដ្ឋាភិបាលផ្សេងទៀតដូចជាចក្រភពអង់គ្លេសនិងសូវៀតក៏បានថ្កោលទោសដូចគ្នានៅថ្ងៃទី3ខែសីហាឆ្នាំ1990ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានទាមទារឲ្យអ៊ីរ៉ាក់ត្រូវតែដកកងទ័ពចេញពីគុយវ៉េតជាបន្ទាន់ប្រមាណជា3ថ្ងៃក្រោយមកព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតគឺស្ដេចហ្វាតបានជួបគ្នាជាមួយនឹងប្រមុខការបរទេសសហរដ្ឋអាមេរិក
គឺលោក Dick Cheney ហើយបានស្នើសុំតបជំនួយរបស់អាមេរិកដើម្បីចូលអន្តរាគមន៍នៅក្នុងសង្គ្រាមមួយនេះលោកចូលមកដល់ថ្ងៃទី8ខែសីហាឆ្នាំ1990ប្រទេសអារ៉ាក់បានប្រកាសកាត់យកប្រទេសគុយវ៉េតធ្វើជាខេត្តទី19របស់ខ្លួននៅក្នុងថ្ងៃតែមួយនោះផងដែរកងយន្តហោះចម្បាំងជើងទី1របស់អាមេរិកបានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងប្រតិបត្តិការ Operation Desert Shield បន្ទាប់ពីកងយន្តហោះរបស់អាមេរិកហើយនិងកងទ័ពរបស់អង្គការ NATO មួយចំនួនបានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតមានការព្រួយបារម្ភមួយថាប្រទេសអារ៉ាក់អាចនឹងបើកការវាយប្រហារទៅលើប្រទេសអារ៉ាប៊ីសាអូឌីតដូច្នេះហើយបានជាយន្តហោះរបស់អាមេរិកកងទ័ពរបស់អង្គការ NATO ប្រទេសអាស៊ីបហើយនិងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អារ៉ាប់បានរួមដៃគ្នាបង្កើតជាជាងការពារមួយដើម្បីកុំឲ្យប្រទេសអារ៉ាក់មានលទ្ធភាពវាយប្រហារទៅលើប្រទេសអារ៉ាប៊ីសាអូឌីតនៅលើទឹកដីគុយវ៉េតនៅវិញកងទ័ពរបស់អារ៉ាក់ត្រូវបានបញ្ជូនជាបន្តបន្ទាប់នៅក្នុងចំនួនដល់ទៅប្រហែលជា30ម៉ឺននាក់ដើម្បីទាក់ទាញការគាំទ្រពីសំណាក់ប្រទេសកាន់សាសនាអ៊ីស្លាមសាដាម ហ៊ូសេនបានប្រកាសសង្គ្រាមជីហាតដើម្បីប្រឆាំងជាមួយនឹងអាមេរិកនិងកងទ័ពសម្ព័ន្ធមិត្តមិនតែប៉ុណ្ណោះដើម្បីបន្ថែមទម្ងន់ឲ្យប្រទេសអ៊ីស្លាមគាំទ្រខ្លួនលោកសាដាម ហ៊ូសេនបានប្រកាសថានឹងដកកងទ័ពចេញពីគុយវ៉េតនៅពេលដែលអ៊ីស្រាអែលដកខ្លួនចេញពីទឹកដីរបស់ប៉ាឡេស្ទីនហើយអនុញ្ញាតឲ្យជនជាតិប៉ាឡេស្ទីនចូលទៅរស់នៅយ៉ាងពេញទីនៅពេលដែលបរាជ័យចំពោះរឿងនេះហើយប្រទេសកាន់សាសនាអ៊ីស្លាមមិនគាំទ្រលោកសាដាម ហ៊ូសេនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាបន្តមួយជាមួយនឹងប្រទេសអារ៉ាំងដើម្បីអនុញ្ញាតឲ្យលោកអាចធ្វើប្រតិបត្តិការយោធាយ៉ាងពេញលេញនៅក្នុងទឹកដីប្រទេសគុយវ៉េតទី3ការចាប់ផ្ដើមនៃសង្គ្រាមនៅថ្ងៃទី29ខែ11ឆ្នាំ1990ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានអនុម័តទៅលើមធ្យោបាយយោធានានាប្រឆាំងជាមួយនឹងអ៊ីរ៉ាក់ប្រសិនបើអ៊ីរ៉ាក់មិនព្រមដកកងទ័ពចេញពីគុយវ៉េតនៅត្រឹមថ្ងៃទី15ខែ1ឆ្នាំ1991ទេនៅពេលដែលខែ1ឆ្នាំ1991ចូលមកដល់កងទ័ពអន្តរជាតិក៏បានត្រៀមខ្លួននៅក្នុងការធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ាក់នៅក្នុងកងទ័ពអន្តរជាតិនេះមានទាហានចំនួន75ម៉ឺននាក់ក្នុងនោះ54ម៉ឺននាក់គឺជាកងទ័ពរបស់សហរដ្ឋអាមេរិកចំណែកឯកងទ័ពផ្សេងទៀតនោះមកពីចក្រភពអង់គ្លេសបារាំងអាល្លឺម៉ង់សហភាពសូវៀតជប៉ុនអេស៊ីបអារ៉ាប៊ីសាអូឌីតនិងប្រទេសមួយចំនួនផ្សេងទៀតចំណែកឯប្រទេសអារ៉ាក់វិញក៏មានសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរដែលមានដូចជាយ៉ូដានីអាល់ហ្សេរីស៊ូដានយេម៉ែនទូនីស៊ីហើយនិង PLO របស់ប៉ាឡេស្ទីននៅព្រឹកព្រលឹមថ្ងៃទី17ខែ1ឆ្នាំ1991កងទ័ពអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់ដឹកនាំដោយសហរដ្ឋអាមេរិកបើកការវាយប្រហារទម្លុះខ្សែក្រវ៉ាត់ការពារដែនអាកាសរបស់អ៊ីរ៉ាក់បន្ទាប់មកវាយប្រហារជាបន្តបន្ទាប់ទៅលើមូលដ្ឋានយោធារបស់អ៊ីរ៉ាក់ជាច្រើនកន្លែងធ្វើឲ្យខូចខាតយ៉ាងដំណាំនៅក្នុងការវាយប្រហារទៅលើកងទ័ពនៃប្រទេសអារ៉ាក់នេះគេឲ្យឈ្មោះថាប្រតិបត្តិការព្យុះខ្សាច់ Operation Desert Storm នៅក្នុងសង្គ្រាមនេះកងទ័ពអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រើប្រាស់សព្វវុធដែលមានបច្ចេកវិទ្យាខ្ពស់ជាងបើធៀបជាមួយនឹងកងទ័ពរបស់ប្រទេសអ៊ីរ៉ាក់អាវុធទំនើបៗដែលកងទ័ពអន្តរជាតិបានប្រើប្រាស់នោះរួមបញ្ចូលនៅយន្តហោះទម្លាក់គ្រាប់បែកបំបង្កាយ Missile Cruise ហើយនិងគ្រាប់បែកវៃឆ្លាតដែលជាគ្រាប់បែកបំពាក់នៅប្រព័ន្ធនាំផ្លូវឡាស៊ែរនៅក្នុងសង្គ្រាមនេះផងដែរកងទ័ពអន្តរជាតិផ្ដោតសំខាន់ទៅលើការវាយប្រហារពីអាកាសការធ្វើបែបនេះគឺវាអាចបង្រួមប្រតិបត្តិការផ្នែកជើងគោកហើយចំណេញអាយុជីវិតរបស់កងទ័ពទី4សង្គ្រាមលើគោកស្ទើរតែកន្លះខែពេញដែលកងទ័ពអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកបើកការវាយប្រហារទៅលើកងទ័ពអ៊ីរ៉ាក់តាមរយៈផ្ទៃអាកាសចូលមកដល់ពេលកណ្ដាលខែ2ឆ្នាំ1991ការវាយប្រហារនេះចាប់ផ្ដើមបដូរទិសដៅពីផ្ទៃអាកាសមកជាជើងគោកវិញកងទ័ពអន្តរជាតិបាញ់ប្រហារនិងទម្លាក់គ្រាប់បែកទាំងទៅលើយោធារបស់អ៊ីរ៉ាក់ដែលកំពុងតែឈរជើងនៅលើទឹកដីគុយវ៉េតនិងយោធារបស់អ៊ីរ៉ាក់ដែលកំពុងតែឈរជើងនៅភាគខាងត្បូងនៃទឹកដីអ៊ីរ៉ាក់ផ្ទាល់ការធ្វើសង្គ្រាមជើងគោកនេះត្រូវបានគេឈ្មោះថាប្រតិបត្តិការ Desert Saber បានចាប់ផ្ដើមឡើងនៅថ្ងៃទី24ខែ2ឆ្នាំ1991ដោយកងទ័ពអន្តរជាតិបានចេញដំណើរពីភាគឦសាននៃប្រទេសអារ៉ាប៊ីសាអូឌីតចូលទៅកាន់ទឹកដីគុយវ៉េតនិងភាគខាងត្បូងនៃប្រទេសអ៊ីរ៉ាក់ត្រឹមតែរយៈពេល4ថ្ងៃកងទ័ពអន្តរជាតិបានឡោមព័ទ្ធកងទ័ពអ៊ីរ៉ាក់និងបានរំដោះប្រទេសគុយវ៉េតនៅក្នុងពេលនោះផងដែរកងទ័ពអាមេរិកបានវាយប្រហារចូលទៅក្នុងទឹកដីរបស់ប្រទេសអ៊ីរ៉ាក់ចម្ងាយប្រហែលជាជិត300គីឡូម៉ែត្រភាគខាងលិចនៃប្រទេសគុយវ៉េតវាយប្រហារទៅលើមូលដ្ឋានយោធាសំខាន់ៗកងទ័ពអ៊ីរ៉ាក់បានព្យាយាមវាយការពារទីក្រុងអាល់បាស្រាដែលមានទីតាំងនៅភាគអាគ្នេយ៍នៃប្រទេសក៏ប៉ុន្តែត្រូវកងទ័ពអន្តរជាតិវាយឲ្យបរាជ័យទាំងស្រុង
នៅថ្ងៃទី27ខែ2ឆ្នាំ1991ទី5តើនរណាជាអ្នកឈ្នះសង្គ្រាមនេះនៅពេលដែលកងទ័ពអ៊ីរ៉ាក់ជិតបរាជ័យទាំងស្រុងហើយនោះប្រធានាធិបតីអាមេរិកលោកប៊ូសក៏បានប្រកាសបទឈប់បាញ់នៅថ្ងៃទី28ខែ2ឆ្នាំ1991ប្រទេសអ៊ីរ៉ាក់ព្រមទទួលយកលក្ខខណ្ឌទាំងឡាយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឈុំសមុទ្រប៉ាកសាដាមហ៊ូសេនព្រមទទួលស្គាល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសគុយវ៉េតហើយសាដាមហ៊ូសេនត្រូវតែលះបង់នៅអាវុធប្រឡាយលោកទាំងអស់ដែលមានដូចជានុយក្លេអ៊ែរអាវុធជីវសាស្ត្រហើយនិងអាវុធគីមីនៅក្នុងសង្គ្រាមនេះទាហានអ៊ីរ៉ាក់បានស្លាប់ចន្លោះពី 8,000 នាក់ទៅដល់ 10,000 នាក់ចំណែកឯកងទ័ពអន្តរជាតិវិញស្លាប់ចំនួនត្រឹមតែជាង 300 នាក់តែប៉ុណ្ណោះទោះបីជានៅក្នុងសង្គ្រាមនេះអ្នកដែលទទួលបានជ័យជំនះត្រូវបានគេទទួលស្គាល់ថាជាកងទ័ពសម្ព័ន្ធអន្តរជាតិក៏ប៉ុន្តែសម្រាប់ប្រទេសគុយវ៉េតនិងប្រទេសអ៊ីរ៉ាក់វិញទទួលរងការខូចខាតយ៉ាងដំណាំហើយបន្ទាប់ពីសង្គ្រាមនេះបានចប់ទៅលោកសាដាមហ៊ូសេនក៏មិនបានរលំចេញពីតំណែងទៅណាដែរ